真香。孙悟空和那谁去哪儿找？Yo hello សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកខ្ញុំបាទសែនហើយថ្ងៃនេះផងដែរគឺខ្ញុំមកសម្រាយរឿងតែម្ដងហ្នឹងហើយដោយសារតែ website របស់យើងហ្នឹងគឺអាចបន្តនៅការនេះទីទេហ្នឹងហើយ generate ជាសំឡេង AI ទីទេអញ្ចឹងគឺខ្ញុំមកសម្រាយតពីវគ្គមុនតែម្ដងអញ្ចឹងតើចង់ដឹងតើតើពួកគាត់ទាំងពីរហ្នឹងអាចរកដៃគូបានឬក៏យ៉ាងណាយើងទស្សនាទាំងអស់គ្នាហ្នឹងហើយអញ្ចឹងផ្ដើមវគ្គដំបូងនេះគឺគ្នាយើងពួកគាត់អាចជ្រុកជាមួយនឹងគីងគក់ហ្នឹងគឺកំពុងតែឲ្យអាកូនមន់ហ្នឹងគូសរូបທາງជើងគ្រូនឹងសិស្ស4នាក់អញ្ចឹងណាហ្នឹងហើយហើយពួកគាត់គាត់ថាយីរូបពីរហ្នឹងដូចជាមើលទៅដូចជាខុសប្រក្តីអញ្ចឹងណាហ្នឹងហើយហើយអញ្ចឹងទៅគឺគាត់បាននិយាយថាជួនឯងជាវិចិត្រកោហេតុអីក៏គូសរូបបាយជាចេញមកបែបនេះអញ្ចឹងអមនឹងនិយាយថាខ្ញុំគូសហើយចេញមកប៉ុណ្ណឹងហើយនៅចង់បានមួយទៀតអញ្ចឹងថាឥឡូវនេះឯងអាចគូសហើយសារថ្មីម្ដងទៀតបានទេអញ្ចឹងទៅអមនឹងក៏ចាប់ផ្ដើមគូសសារជាថ្មីម្ដងទៀតអញ្ចឹងណាអ្នកគ្នាអញ្ចឹងពេលគូសចេញមកហើយពួកគាត់ទៅពីរហ្នឹងក៏បានមើលម្ដងទៀតអាភាសាជ្រុកជាមួយនឹងគីងគក់ហ្នឹងក៏មើលទៅដូចជាក្បាលរៀងទូចបន្តិចណាអញ្ចឹងគួរតែបន្ថែមរៀងធំបន្តិចទៅបានមើលទៅវាតាក់ទាញអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅក៏បាននិយាយទៅកាន់អាមន់ហ្នឹងគូសទៀតណាគ្នាហើយគេគាត់ថាមែនហើយអញ្ចឹងក៏អាមន់ហ្នឹងវាខឹងវាដែរណាគ្នាវាថាជប់គូសជប់អីដែរគូសមិនក៏មិនត្រូវគូសមិនក៏មិនត្រូវក៏ជ្រុំបោះអង្គណាគ្នាបោះអង្គហ្នឹងអាមន់ឃើញក៏ចឹកយកតែម្ដងអានេះមែនណាគ្នាលុយមិនសំខាន់ឲ្យតែបានកស៊ីអ្នកគ្នាអញ្ចឹងទៅអាមន់ហ្នឹងក៏ថាគ្មានបញ្ហាទេរូបប៉ុណ្ណឹងវាអាចគូសបានអញ្ចឹងណាហ្នឹងហើយក៏មន់ហ្នឹងចាប់ផ្ដើមគូសតាំងពីភ្លឺរហូតដល់យប់អញ្ចឹងណាអ្នកនរគ្នាចឹងក៏មន់គូរហូតគូទៅវាអស់កម្លាំងវាក៏បានដេកស្ពូកតែម្ដងហើយវាឲ្យរូបដែលគូបានទាំងអស់ហ្នឹងទៅឲ្យពួកទាំងពីរហ្នឹងមើលហើយទាំងពីរហ្នឹងបានអូសឡើងមើលចុះមើលឡើងក៏មើលទៅមិនត្រូវចិត្តអីក៏មិនត្រូវចិត្តក៏អូរហូតមកឃើញរូប4នាក់គ្នាដែលគឺបក្រក់ខ្លាំងមែនតើអញ្ចឹងណាហ្នឹងហើយអញ្ចឹងពួកគាត់ទាំងពីរហ្នឹងគាត់ថារូបហ្នឹងមកទៅតំណងនេះគួរទៅយករូបហ្នឹងហើយដើម្បីទៅស្វែងរកដៃគូជាមួយនឹងក្រុមរបស់គាត់ដើម្បីទៅចម្លងធននៅភាគខាងលិចចំនួនທາງជើងអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងមន់ថាបើថាយកអាហ្នឹងក៏យកអាហ្នឹងអញ្ចឹងអញ្ចឹងទៅពួកគាត់ក៏សម្រេចចិត្តតែម្ដងអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់មកទៀតហ្នឹងអាចជ្រុកហ្នឹងក៏ឲ្យអាគីងគក់ហ្នឹងពាក់អាមុកស្អីគេអ្នកគ្នាក៏បានឡើងធំមែនតើដើម្បីឲ្យវាដូរជាមួយនឹងរូបភាពនៅក្នុងគំនូររបស់ពួកវាអញ្ចឹងណាអញ្ចឹងទៅវាក៏បានដើរហៅរកសមាជិកវាទៅមើលទៅមុខអត់ដូចគ្នាវាបោះចោលតិចទៅវាក៏ដើររកទៀតរកអានេះរកនោះគាត់ឃើញខ្លាខ្មុំខ្លាអីអញ្ចឹងណារកដើរក្រោយអីក៏វាមើលអត់ត្រូវអញ្ចឹងណាអ្នកគ្នាអញ្ចឹងទៅវាចាប់អស់ខ្ទេចខ្ទីលេងសបីតោសបីអីអញ្ចឹងក៏វាចាប់យកខ្ទេចខ្ទីតែម្ដងអញ្ចឹងណាដល់ពេលមកដល់កន្លែងនេះវាក៏ថាវាហត់មែនតើហើយវាស្វែងរកអស់រយៈពេល7ថ្ងៃអញ្ចឹងណាហ្នឹងហើយនៅតែរកមិនឃើញសមាជិកបន្ទាប់ទៀតអញ្ចឹងទៅអញ្ចឹងក៏ពួកវាមកអង្គុយនៅកន្លែងតមអ្នកតាមួយអញ្ចឹងកន្លែងគេបូជាសក្ការៈអញ្ចឹងទៅហ្នឹងហើយហើយវាក៏គិតថាយើងគិតថាបើយើងរកផ្សេងស្វាយវិញក៏រកមិនឃើញទេអញ្ចឹងយើងសាករកមកនេះវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលដែលគាត់អង្គុយទៅគាត់ក៏បានយកផ្លែឈើដែលគេសែនអ្នកតាហ្នឹងយកមកស៊ីអញ្ចឹងណាហើយពួកវាពិតជាអស់ខ្យល់មែនតើហើយបន្ទាប់មកក៏លឺសំឡេងមួយចេញមកពីកន្លែងតមអ្នកតាអញ្ចឹងហើយពួកវាភ័យខ្លាចមែនតើហើយសំឡេងតមអ្នកតាហ្នឹងនិយាយថាយើពួកឯងពិតជាថ្លាមធំមែនតើហ៊ានយករបស់យើងមកស៊ីផងមែនទេអញ្ចឹងទៅធ្វើឲ្យជ្រុំភ័យខ្លាចខាងកែបហ្នឹងក៏វាសមាទោះអញ្ចឹងទៅហ្នឹងហើយណាគ្នាហើយកន្លែងនេះអាចជ្រុំក៏បានឃើញកតុយអ្វីចម្លែកអញ្ចឹងណាហើយក៏វាក៏ឃើញយ៉ានេះមកបន្លំបោកអញផងចាប់នេះបោកមែនណាគ្នាពីបោកទៅអាចជ្រុកក៏បាននិយាយថាយ៉ាឯងហ៊ានធ្វើជាខ្មោចមកប្រឡងយើងផងឲ្យគិតតែយើងខ្លាចអីមែនទេពេលនោះអាគីងគក់ក៏បានមកដល់និយាយថានេះអាមិនហ្នឹងមុខដូចអាកំនួននៅក្នុងរូបភាពរបស់យើងណាតាយ៉ាជ្រុកថាយ៉ាមែនតើអាហ្នឹងក៏ពេលនោះក៏ពីអ្នកទាំងពីរហ្នឹងក៏បានមកចុះបញ្ចូលជាមួយនឹងអាសត្វមួយហ្នឹងណាគ្នាហើយខ្ញុំមិនដឹងថាអាសត្វហ្នឹងឈ្មោះអីគេទេណាគ្នាណាស្គាល់ខ្ញុំជួយខមមិនប្រាប់ខ្ញុំផងអញ្ចឹងណាហ្នឹងហើយក៏បានប្រាប់ថាពួកយើងទាំងអស់គ្នាហ្នឹងទៅភាគខាងលិចដើម្បីចម្លងធម៌ខ្លាយជាព្រះពុទ្ធអញ្ចឹងហើយមានជីវិតអមតៈអញ្ចឹងណាហ្នឹងហើយអាសត្វហ្នឹងក៏បានគិតយូរអ្នកគ្នាវាក៏ចាប់ផ្ដើមទៅក្រោយជាមួយនឹងអាតមអ្នកតាវិញទៅវិចវាមកភ្លាមតែម្ដងអញ្ចឹងណាហើយក៏បាននិយាយថាតោះយើងទៅហើយខ្ញុំមានមិត្តភក្តិម្នាក់ទៀតដើម្បីណែនាំឲ្យអ្នកទាំងពីរបានស្គាល់អញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅអាសត្វមួយហ្នឹងក៏បាននាំឲ្យជ្រូកជាមួយនឹងគីងគក់ហ្នឹងដើរទៅកន្លែងរូងលាងមួយដែលកន្លែងមិត្តភក្តិរបស់វានៅអញ្ចឹងណាហ្នឹងហើយអ្នកគ្នាបន្ទាប់ពីអាសត្វហ្នឹងនាំអ្នកទាំងពីរគីងគក់ជាមួយនឹងអាជ្រូកនឹងមកដល់ក្នុងលានហ្នឹងហើយក៏បានប្រាប់ថាឥឡូវពួកឯងនៅឈរចាំយើងនៅហ្នឹងសិនណាយើងទៅរកមិត្តភក្តិរបស់យើងមកផ្លែតអញ្ចឹងណាពួកឯងមិត្តភក្តិរបស់យើងវាគឺជាអាសត្វមួយដែលវាខ្មាស់អៀនមិនហ៊ានចេញក្រៅអញ្ចឹងទៅវាចូលចិត្តនៅតែសង្ងំក្នុងព្រៃអញ្ចឹងទៅក្នុងភ្នំអញ្ចឹងទៅណាគ្នាអញ្ចឹងទៅសត្វមួយហ្នឹងគឺចាប់ផ្ដើមស្រែកហៅមិត្តភក្តិវាខ្លាំងមែនទែនហើយក៏បានប្រាប់ទៅពួកពីរនាក់ថាឯងចាំយើងទីនេះសិនណាយើងត្រូវមកមិត្តភក្តិយើងមកផ្លែតអញ្ចឹងណាមានដើរទៅណាទៅវាទៅបាត់ខ្លួនអញអត់ដឹងរយនៅណាទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅអាគីងគក់ហ្នឹងក៏វាយកចំណៃដែលវាយកមកនោះស៊ីយកអញ្ចឹងទៅអ្នកគ្នាហ្នឹងហើយប្រហែលជាស៊ីបានមកទោះហ្នឹងអាសត្វហ្នឹងក៏ត្រឡប់មកវិញថាអញរមិត្តភក្តិអញអត់ឃើញទៅវិញអត់ដឹងថាវានៅណាអញ្ចឹងណាហ្នឹងអាចគាត់ថាចប់ហើយមកទោះហ្នឹងក៏មានទឹកអីមួយធ្លាក់មកលើផ្លែឈើដែលអាគីងគក់កំពុងស៊ីអញ្ចឹងណាហ្នឹងក៏មើលទៅលើនេះ
ឃើញសត្វនេះតែម្ដងអ្នកគ្នាគឺសត្វនេះដូចស្វាមែនទេអ្នកគ្នាហានេះបកាយស៊ីមែនទេហើយគឺវាគឺសត្វមួយដែលវាខ្មាស់អ៊ីនមែនទេហ៊ានចេញទៅក្រៅអញ្ចឹងណាវាគឺជាសត្វដែលភ័យខ្លាចអញ្ចឹងទៅហើយក៏ពេលហ្នឹងពីសត្វដែលជាមិត្តភក្តិរបស់វានឹងក៏បានបញ្ចុះបញ្ចូលថាឥឡូវពួកយើងត្រូវទៅចម្លងធម៌ដើម្បីខ្លាចជាប្រពុតមានជីវិតអមតៈហើយយើងត្រូវការឯម្នាក់ទៀតដើម្បីទៅគ្រប់ហើយឯងគឺជាស៊ុនអ៊ូខុងដែលមានមហិទ្ធិឫទ្ធិកម្លាំងវិតមុនស្មៅមេអញ្ចឹងណាពេលដែលលួចចុងគូវាភ័យខ្លាចមែនទេអញ្ចឹងណាហើយបន្តមកអាគីងគក់នឹងមកបញ្ចុះបញ្ចូលទៀតឯងត្រូវទៅឯងចង់ខ្លាចជាអ្នកក្លាហានជីវិតអមតៈដែរទេឯងត្រូវគិតថាឯងមិនអាចរស់នៅក្នុងព្រំភ្នំរហូតនោះទេហើយទៅឯងនៅមានអីចឹងណាហ្នឹងហើយហើយពេលនោះរត់យកតែម្ដងហើយបុកជាងបុកហើយចឹងណាហ្នឹងហើយហើយមកសទូទៀតហ្នឹងអាពួកហ្នឹងក៏នៅតែចុះបញ្ចុះរហូតដល់ឲ្យអាសត្វហ្នឹងក៏វាភ័យខ្លាចអត់ដឹងថាវាកាត់អីគេទេណាគ្នាវាថាវាភ័យអៀនភ័យខ្លាចអីចឹងតាហើយបន្តមកមកប្រាប់វាថាឯងកុំបារម្ភអីឯងមិនអីទេហើយបន្តមកជ្រុកបាននិយាយថានេះឯងមានឃើញយ៉ាងនេះទេឯងត្រូវទៅចម្លងធម៌ជាមួយយើងហើយបន្តមកអាគេគួរទៅគេអាកាក់របស់វាដែរការពីវីដេអូមុនដែលវាធ្លាប់ធ្វើជាអ្នកបំរើក្នុងរោងភ្នំនេះចឹងណាឡាំងអញ្ចឹងណាអ្នកគ្នាកន្លែងនេះអាចជ្រុកកបងមកនិយាយប្រាប់ឯងថាឯងត្រូវទៅជាមួយពួកយើងដើម្បីឯងខ្លាចជាស៊ុនអ៊ូខុងមានមហាកម្រិតយុទ្ធសិលកម្លាំងស្មារតីអញ្ចឹងទៅអ្នកគ្នាហើយបន្តមកអាសត្វហ្នឹងក៏ទៅមិនតែទៅទាំងបងខំអញ្ចឹងណាគ្នាយំផងអីផងតាមផ្លូវអញ្ចឹងណាហើយបន្តមកពួកគេហ្នឹងក៏បារម្ភបានសេះបាក់ជើងមួយយ៉ាងស្គមវេទនាខ្លាំងមែនទែនហើយពួកគេក៏បានបន្តឡើងទៅតែម្ដងអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងទៅមើលទៅគូពិតជាកំ pl ែងខ្លាំងមែនទែនម្ដងជាពិសេសគឺທາງជេងគេអ្នកគ្នាលើបៃក្អួតពេញហ្នឹងហើយអ្នកគ្នាអញ្ចឹងដូចខ្ញុំសម្រាយអ្នកគ្នាបើស្ដាប់ចេះក៏វាសម្រាយផងសាយផងអញ្ចឹងណាដល់ពេលគ្នាជីលើសៃនឹងបានទៀតក៏ចាប់ផ្ដើមចុះមកដើរធម្មតាជាមួយគ្នាតែម្ដងហើយចំណែកអានោះវិញនៅខំប្រឹកជីទៀតអ្នកគ្នាទាំងដែលដឹងថាវាត្រូវតែវេទនាចឹងនៅខំប្រឹងទៀតអ្នកគ្នាអញ្ចឹងទៅពួកគាត់ក៏បានពួកវានឹងក៏បានបន្តដំណើររហូតដើរផងហត់ផងអស់ពេលជាយូរថ្ងៃយូរខែអញ្ចឹងទៅអ្នកទាំងអស់គ្នាពួកគេទាំង4នាក់ហ្នឹងក៏បានដើររហូតមកដល់ភូមិមួយហើយអញ្ចឹងទៅពួកគេក៏បានចេញទៅគោះទ្វារអ្នកស្រុកនៅភូមិអញ្ចឹងណាហើយគេគាត់ក៏បាននិយាយថាឥឡូវខ្ញុំមកសុំបិណ្ឌបាតអញ្ចឹងទៅពួកប្រជាជនឃើញអញ្ចឹងទៅក៏ភ័យខ្លាចស្មានទៅបិសាចមកអញ្ចឹងណាអ្នកក៏បិទទ្វាររត់តិចខ្ទីតែម្ដងអញ្ចឹងទៅហើយពួកគេថាអស់សង្ឃឹមមកមើលទៅគ្មានអាណាគេជឿជាក់យើងទៅយើងជាທາງជេងទេគឺដើរពួកគេគិតថាជាចោលគឺជាអីយ៉ាងមកវាបិទមុខបិទមាត់ឡើងអញ្ចឹងណាអ្នកគ្នាអញ្ចឹងទៅពួកអ្នកស្រុកនៅភូមិស្រែកប្រកាសឲ្យអ្នកស្រុកនៅភូមិចេញមកវាយចោលហើយអញ្ចឹងទៅអប៉ុណ្ណឹងឃើញអញ្ចឹងមិនទេខ្ញុំមិនមែនចោលខ្ញុំគឺជាທາງជេងហើយទាំងជាចម្លងធေါ်ចឹងហើយក៏ដេញវាយអ្នកគេក៏ដេញវាយរត់ឡើងពេញណាពេញណីដល់3ទៅ4អ្នកណាអញ្ចឹងទៅគឺរត់មកដល់កន្លែងនេះមួយអញ្ចឹងណាមកដល់កន្លែងមាត់ទន្លេមួយហើយក៏និយាយពីមុខមាត់វិញអ្នកទាំងអស់គ្នាគឺហើមខ្ទេចទីអស់កែភ្នែកឡើងរបៀបថារបួសធ្ងន់ធ្ងរមែនទែនអញ្ចឹងណាអ្នកគ្នាអញ្ចឹងទៅគឺពួកគេទាំង4នាក់ហ្នឹងក៏បានមកជួបជាមួយនឹងកូនក្មេងមើលដល់អង្គុយនៅកន្លែងមាត់ទឹកអញ្ចឹងណាកំពុងតែស៊ីអីគេអញ្ចឹងទៅហើយក៏បានសួរអាក្មេងថាឯងស្គាល់ທາງជេងទេអាក្មេងថាស្គាល់ហើយឯងមិនដឹងថាយើងជាណាទេយើងគឺທາງជេងហើយអ្នកគ្នាមើលທາງជេងគេនេះ